អ្នកលក់ត្រូវនិយាយជាមួយអតិថិជនខ្លីតែខ្លឹមនិយាយប្រាប់អតិថិជននៅចំណុចសំខាន់ដែលគាត់ចង់ស្ដាប់ទៅងាយយល់ដល់អតិថិជនខ្លះចំណេះដឹងរបស់គាត់មានកម្រិតហើយអតិថិជនខ្លះទៀតគាត់ធុញនឹងការនិយាយរៀបរាប់ច្រើនធ្វើឲ្យគាត់គ្មានពេលវេលាស្ដាប់នោះទេអញ្ចឹងចំពោះយើងជាអ្នកលក់ចំពោះយើងជាអ្នករកស៊ីគឺសំខាន់និយាយប្រាប់ពីទំនិញរបស់យើងនៅចំណុចសំខាន់បានហើយកុំរៀបរាប់ហោហាតប៉ែលតពេកពេលខ្លះគឺគាត់អត់មានពេលស្ដាប់យើងទេអញ្ចឹងគាត់មានពេលស្ដាប់យើងយ៉ាងច្រើនណាអាចគាត់ដើរកាត់ឬក៏គាត់ឮយើងនិយាយឃោសនាអីចឹងទៅឬនិយាយផ្សព្វផ្សាយអីចឹងទៅអាចគាត់ឈរស្ដាប់យើងមួយផ្លែតអីទេប៉ុន្តែសំខាន់គឺយើងនិយាយប្រាប់និងរៀបរាប់នៅចំណុចសំខាន់នៃទំនិញរបស់យើងដើម្បីជាប្រយោជន៍គាត់